ក្តីស្រឡាញ់នេះណាត្រូវចម្រើន365ថ្ងៃក្នុងមួយឆ្នាំទើបជីវិតនឹងបានសេចក្តីសុខហើយបើសិនបើមួយឆ្នាំមានសេចក្តីស្រឡាញ់តែមួយថ្ងៃ364ថ្ងៃទៀតអត់មានក្តីស្រឡាញ់អាចរស់នៅបានសុខទេអត់បានទេត្រូវរៀនផ្ដល់សេចក្តីស្រឡាញ់ចម្រើនទឹកចិត្តមេត្តានឹងឲ្យដូចជាព្រហ្មវិហារធម៌ដែលលោកឪពុកអ្នកម្ដាយមានចំពោះកូនអញ្ចឹងអត់មានរើសថ្ងៃអត់មានលក្ខខណ្ឌផ្សាយទៅដោយចំណែកល្អតែម្យ៉ាងអញ្ចឹងមែនទេទឹកចិត្តម៉ែឪអញ្ចឹងបានមានពាក្យមួយថាមេត្តាគឺជាភាសាបេះដូងដ៏បរិសុទ្ធដែលមនុស្សខ្វាក់អាចមើលឃើញមនុស្សថ្លង់អាចស្ដាប់ឮសត្វដេរឆានអាចយល់បានមេត្តាណាញាតិញោមជាភាសាដ៏ល្អមែនទែនភាសាស្មោះសរណាស់ដែលផុសចេញពីក្រអៅបេះដូងសូម្បីតែអំបាលដោយមនុស្សខ្វាក់ក៏អាចមើលឃើញភាសាមេត្តានឹងដែរមនុស្សថ្លង់មិនអាចស្ដាប់ឮសោះក៏អាចស្ដាប់យល់ពីអត្ថន័យនៃមេត្តានឹងដែរសូម្បីសត្វដេរឆានដែលមិនមានធម្មសញ្ញាក៏អាចយល់ពីពាក្យនៃមេត្តានឹងបានដែរអញ្ចឹងយើងត្រូវតែចម្រើនទឹកចិត្តមេត្តានឹងឲ្យណាស់ចម្រើនឲ្យល្អមិនមែនតែមួយថ្ងៃគឺចម្រើនជានិច្ចកាលព្រះពុទ្ធដីកាព្រះអង្គពោលថាលោកកោបឋមភិកាមេត្តាមេត្តានេះណាគឺជាគ្រឿងទ្រទ្រង់លោកណាជាគ្រឿងទ្រទ្រង់លោកការបំពេញបារមីរបស់ព្រះសម្មាសម្ពុទ្ធគឺដាក់មេត្តាករុណានៅខាងក្នុងនឹងញាតិញោមអាស្រ័យឃើញសេចក្តីអាស្រ័យការរាប់អានសត្វលោកនឹងផងអាស្រ័យការអាណិតអាសូរសត្វលោកនឹងផងទើបព្រះអង្គពលី4អសង្ខ័យមួយសែនកាប់ផែនដីបន្តមកទៀតដើម្បីបំពេញបារមីបើសិនបើព្រះអង្គចង់យកសុខខ្លួនឯងប្រពុតនៃយើងកាលនៅជាបរមពុរិស័ទសុមេធៈតបោះហ្នឹងណាព្រះអង្គរួចចាក់ទុកបាត់ទៅហើយក៏ប៉ុន្តែអាស្រ័យការរាប់អានសត្វលោកដូចជាញាតិអញ្ចឹងអាស្រ័យការអាណិតអាសូរសត្វលោកដែលឃើញថាកំពុងតែវិវក់នៅក្នុងសេចក្តីទុក្ខដូច្នេះហើយព្រះអង្គដាក់ផែនការបំពេញបារមីតម្រាំបានត្រាស់យកពធហ្នឹងមកសម្ដែងប្រុសសត្វរួចចាក់ទុករាប់កោតមិនអស់ញាតិញោមណាអស់ចាណាស់អញ្ចឹងយើងឃើញចំណុចហ្នឹងយើងក៏តាំងចិត្តចម្រើនមេត្តាហ្នឹងឲ្យបានច្រើននៅក្នុងសន្តានចិត្តណាហើយមេត្តានេះត្រូវតែរៀនបណ្ដុះនៅក្នុងទឹកចិត្តឲ្យបានច្រើនញាតិញោមលោកគ្រូអគ្គបណ្ឌិតបុត្រសវង្សលោកពោលថាបណ្ដុះពូជឈើនៅលើដីបណ្ដុះមេត្រីនៅក្នុងចិត្តស្រោចទឹកមេត្តាកុំឲ្យស្វិតថែកុសលពិតកុំឲ្យរោយដោយសេចក្តីថារុក្ខជាតិទូទៅនៅលើផែនដីនេះបើសិនបើអត់ទឹកទេអាចរស់បានទេញាតិញោមអត់បានទេហើយបើសិនបើវារស់ហ្នឹងក៏វារស់ទាំងស្វិតក្រៀមកញ្ញង់ដែរអត់មានស្លឹកត្រួយលូតលាស់ល្អបានទេក៏ប៉ុន្តែនៅពេលដែលមានភ្លៀងធ្លាក់មកឬក៏ស្រោចស្រពដោយទឹករុក្ខជាតិទាំងអស់នោះគឺចាប់ផ្ដើមរីកត្រួយមានផ្លែផ្កាមានស្លឹកពណ៌បៃតងស្អាតស្រស់ស្រាយណាស់យ៉ាងណាយើងត្រូវរៀនបណ្ដុះពូជមេត្តានៅក្នុងផែនដីម្យ៉ាងគឺផែនដីសន្តានចិត្តពូជមេត្តាហ្នឹងមិនមែនត្រូវការទឹកខាងក្រៅទេគឺត្រូវការទឹកចិត្តណាតលតែមានទឹកចិត្តទើបអាចបណ្ដុះពូជមេត្តាហ្នឹងឲ្យដុះបានហើយអ្នកដែលបរិបូរដោយមេត្តាទៅណាក៏អត់មានសត្រូវដែរញាតិញោមជឿហ៎អ្នកមានមេត្តាច្រើនណាកុំថាឡើយមនុស្សសូម្បីសត្វដេរឆានហ្នឹងក៏អាចមកធ្វើជាមិត្តបានដែរដូចសុវណ្ណសាមអីណោះគឺថាបំរើមេត្តាបិតានៅក្នុងព្រៃហ្នឹងសត្វទាំងអស់កាយដែលនៅជុំវិញខ្លួនហ្នឹងអត់បៀតបៀនគ្នាទេដើរហែហោមសវណ្ណសាមម្ដងទឹកបេះផ្លែឈើអីដល់ពេលកបិលយៈឃើញអញ្ចឹងហ៎កើតសេចក្តីក្រោធណាបាញ់សវណ្ណសាមផងទៅដល់ពេលសួរមិនបានមកបាញ់ខ្ញុំអញ្ចឹងថាអ្នកឯងធ្វើឲ្យសត្វអីអើលថាមិនដេចបានជាលោកពលដូច្នោះតាំងពីខ្ញុំមករស់នៅក្នុងព្រៃនេះណាមិនដែលមានសត្វណាមួយខ្លាចរូបខ្ញុំទេលោកពលអញ្ចឹងមិនត្រូវទេតើមានហេតុផលអីដែលលោកមកបាញ់ខ្ញុំហ្នឹងបានកបលយៈហ្នឹងថាដោយសារចំណែនអ៊ីសាណាឃើញសត្វហ្នឹងវាស្រឡាញ់វាអីអញ្ចឹងទៅណាបាញ់ទៅអញ្ចឹងចង់បកមកវិញថាការចម្រើនទឹកចិត្តមេត្តានេះនៅពេលដែលយើងបរិបូរដោយមេត្តាបើសិនបើយើងច្រើនដោយមេត្តាគេហៅថាមេត្តាវិហារីគឺជាអ្នកដែលរស់នៅក្នុងមេត្តាដោយអិរិយាបថទាំង4ណាទាំងដេកទាំងដើរទាំងឈរទាំងអង្គុយហ្នឹងគឺជាមនុស្សមានមេត្តាហើយបើមានមេត្តាទៅណាក៏អត់មានសត្រូវមិនមានសត្រូវហើយជាទីស្រឡាញ់នៃជនច្រើនទៀតផងនៅក្នុងអានិសង្សទាំង11នៃមេត្តាណាគឺបយោហោតិបាទជាទីស្រឡាញ់នៃជនច្រើនណាញាតិញោមគ្រប់រូបស្រឡាញ់មនុស្សដែលចម្រើនដោយទឹកចិត្តមេត្តាឬក៏ស្រឡាញ់មនុស្សប្រកែកខិត
lạnh mùi ná mà nông miền meta chẳng ấy bây đăng thả miền meta trong loa bắt rồi trong đâu các bạn trong xa cục và na bị nam mùi bạc nhạc mà này nắng ăn rồi chặt tế đó ăn rồi chặt tế đang à ca chậm rãi tật chất meta nó cứ là nè nhận nhầm rồi biết nay ca luôn đâu không sòng công muối cư dân chăm bạch này từ tại chết với luôn ở khai từ chia ti sờ lánh nay chôn đặt tì nè còn thuê luôn ở kỳ sọp nấu lợp han đây ní nó nhận nhóm bởi dân bằng ca sẽ trâu tay mà nè cứ việc trao mp cả hai chẳng mẹ nè bởi dân biên sẽ trâu tay mà nè nó cứ việc trao mp cả chẳng trâu thuê luôn còn oi biên sẽ trâu hay đã ai thuê luôn còn oi biên sẽ trâu từ bán tôi tại dân nó chia mà nút đã trao đòi mẹ tá chia mà nút đã trao đòi ca ăn nút cua nè ăn được cua hay luôn đâu ở cái sở lạnh trôi chất mình men thuê đầm bay ở cái sở lạnh té có vận tải chỉ cá chậm rãi thực chất to luôn thế, pro dương chiro krom phá bẹp bột sạt na, nè, dương chiro krom phá bẹp bột sạt na đấy, cứ chia sạt na mình biệt biến, hay bữa sân bài dương, rồi đâu à sai cá biệt biến, cứ dương mình cổ rục mình đào tám, bút theo bầm đó rồi bóp ra sama sam bột tề, nè, ẩu bốc, ban đây thảo bốc chỉ nẹt đây chậm rãi đòi thực chất lõ, đòi bên côn cột rúp nắng, chlo ta khnia to ta khnia khăm ta khnia phở biệt khăm chẳng là tàu giờ sạt vậy nhá nè ngày chlo to tên khnia quay cùng đất khnia ọt lo sọ nè ọt lo sọ chẳngព្រះពុទ្ធសាសនាបានបង្រៀនធម៌6យ៉ាងដែលរស់នៅបង្កើតសេចក្តីស្រឡាញ់ធ្វើឲ្យអ្នកដតីហ្នឹងគេចូលចិត្តគេរីករាយតាមធម៌ទាំង6យ៉ាងនោះឈ្មោះថាសារណយធម៌ញាតិញោមសារណយធម៌បានន័យថាធម៌ដែលធ្វើឲ្យកើតសេចក្តីនឹករលឹកដល់គ្នាណាមកពោលខ្លីៗទៅទី1គឺជាអ្នកដែលច្រើនទៅដោយមេត្តាកាយកម្មការប្រព្រឹត្តតាមផ្លូវកាយរបស់យើងហ្នឹងណាញាតិញោមគឺច្រើនទៅដោយមេត្តាកាយកម្មប្រកបដោយមេត្តាគេធ្វើយ៉ាងម៉េចពេលជួបគ្នាគេចេះលើកដៃសំពះជំរាបសួរអញ្ចឹងណាចេះថ្វាយបង្គំចេះគោរពអ្នកដែលចម្រើនដោយវ័យជាងអាហ្នឹងគឺជាកាយកម្មប្រកបដោយមេត្តាបានឃើញគឺកាន់តែពេញចិត្តបានឃើញគឺកាន់តែរីករាយណាពេលបែកគ្នាទៅគេនឹករលឹកទី2គឺមេត្តាវចីកម្មមេត្តាវចីកម្មហ្នឹងគឺការពោលពាក្យប្រកបដោយមេត្តាសំខាន់ណាស់ញាតិញោមក្នុងបណ្ដាកុសលកម្មបបទាំង10កាយគឺមានតែ3ទេចិត្តគឺមានតែ3ទេដែលត្រូវវាចាក់ប៉ុន្តែតាមផ្លូវមាត់នេះគឺមានប៉ុន្មានមាន4សំខាន់មែនតើពោលពាក្យនេះអាចឲ្យមនុស្សបាក់ទឹកចិត្តមានភាពរីករាយអាចឲ្យសត្រូវคลายទៅជាមិត្តប៉ុន្តែបើពោលពាក្យខុសមិត្តคลายទៅជាសត្រូវមនុស្សរឹងមាំសោះអាចបាក់ទឹកចិត្តលោតស្ពានជ្រោយចង្វាក៏បានដែរណាអញ្ចឹងការពោលពាក្យរបស់ញាតិញោមហ្នឹងក៏បីចម្រើនទៅដោយមេត្តាហើយក្នុងអត្ថកថាលោកចង្អុលរឿងពោលពាក្យពីរោះណាសណ្ហាចភាសតាហន្តិពោលពាក្យហ្នឹងពាក្យទុនផ្អែមទៅទៀតណាអញ្ចឹងបានវិធីសាស្ត្រនៅក្នុងការពោលពុទ្ធសាសនាយើងហ្នឹងវិធីសាស្ត្រពោលជោគជ័យហ្នឹងទី1គឺពោលពាក្យពិតណាសច្ចាចភាសតាហន្តិទី2ពោលពាក្យទុនផ្អែមពាក្យពិតហ្នឹងក៏ដោយប៉ុន្តែត្រូវទុនផ្អែមណាសណ្ហាចភាសតាហន្តិទី3ពោលត្រូវកាលកុំឲ្យខុសកាលណាការលេនភាសតាហន្តិទី4គឺពោលដោយចិត្តអនុគ្រោះហើយទី5ប្រកបដោយមេត្តាចិត្តណាប្រកបដោយមេត្តាចិត្តមេត្តាចិត្តតេនភាសតាហន្តិយើងពោលទៅយើងត្រូវគិតក្នុងចិត្តថាក្រោយពេលដែលអ្នកដតីបានស្ដាប់ពាក្យពេចន៍នឹងហើយតើគេបានប្រយោជន៍អត់ពាក្យខ្លះពិតមែនប៉ុន្តែពោលហើយគេក្តៅកាហាយទេពោលទៅអីញាតិញោមចឹងមែនណាពោលទៅអីពិតក៏ដោយត្រូវកាលក៏ដោយពីរោះក៏ដោយក៏ប៉ុន្តែវាអត់មានប្រយោជន៍វាមិនប្រកបដោយប្រយោជន៍មិនបាច់ពោលទេចឹងបានសម័យថ្ងៃមួយព្រះសម្មាសម្ពុទ្ធព្រះអង្គគង់ក្រោមដើមឈើមួយព្រះអង្គក្តាប់ស្លឹកដែលធ្លាក់មកហ្នឹងព្រះអង្គសួរភិក្ខុទាំងឡាយថាមនាលភិក្ខុទាំងឡាយស្លឹកឈើដែលនៅជុំវិញតថាគតនេះហើយនឹងស្លឹកឈើដែលនៅក្នុងពហុរបស់តថាគតនេះមួយណាច្រើនជាងភិក្ខុទាំងឡាយថានៅក្នុងពហុរបស់ព្រះអង្គមានចំនួនតិចណាស់នៅក្រោមដើមឈើទាំងមូលហ្នឹងវាច្រើនបានព្រះអង្គសម្ដែងតបបន្តទៀតថាធម៌ដែលតថាគតបានត្រាស់ដឹងមកវាច្រើនដូចជាអំបាលស្លឹកឈើលើផែនដីហ្នឹងអញ្ចឹងចំណែកធម៌ដែលតថាគតសម្ដែងប្រោសអ្នកទាំងឡាយហ្នឹងគឺវាមានចំនួនតិចដូចជាស្លឹកឈើដែលនៅក្នុងបាតដៃរបស់តថាគតនេះឯងចង់បានន័យថា
ធរដល់ព្រះអង្គត្រាស់ដឹងច្រើនណាស់ប៉ុន្តែវាអត់មានប្រយោជន៍សម្រាប់ពពួកសត្វព្រះអង្គជ្រើសរើសយកតែធរណាដែលមានប្រយោជន៍ទេយកមកប្រោសដល់បរិស័ទហ្នឹងឯងណាអញ្ចឹងវគ្គជ័យកម្មប្រកបដោយមេត្តាគឺនៅពេលដែលញាតិញោមអត់ស្គាល់គ្នាក៏ដោយប៉ុន្តែចេះរាក់ទាក់គ្នាដោយល្អឱកាសក្រោយ 3-4 ឆ្នាំក្រោយជួបគ្នាក៏អាចញញឹមរាក់ទាក់សួរសុខទុក្ខគ្នាបានដែរណានឹករលឹកថាអូធ្លាប់មកបុណ្យការប្រាក់សាមគ្គីព្រះអង្គគ្រូរដ្ឋាបានជួបញោមនេះញោមនោះនៅនឹងអញ្ចឹងទៅគាត់បានរីករាយជាមួយយើងអាហ្នឹងគឺនឹករលឹកដល់គ្នាណាញាតិញោមទី3គឺមនោកម្មប្រកបដោយមេត្តាគេហៅថាមេត្តាមនោកម្មទឹកចិត្តនេះគឺត្រូវរៀនបើកចិត្តឲ្យទូលាយស្វែងរកប្រយោជន៍ណាដែលអាចថាពេលដែលនិយាយប្រាប់ទៅអីទៅហ្នឹងគេកើតប្រយោជន៍គឺគិតមិនព្យាបាទគិតអនុគ្រោះដល់អ្នកដទៃពោលឲ្យស្រួលស្ដាប់ថាចង់ឲ្យអ្នកដទៃកើតប្រយោជន៍អាហ្នឹងគេហៅថាទឹកចិត្តល្អណាទី4គឺសាធារណភោគីសាធារណភោគីញាតិញោមយល់ពាក្យសាធារណៈហ្នឹងណាបានន័យថាទូទៅមិនចំពោះភោគីហ្នឹងភោគៈហ្នឹងគឺថាប្រើប្រាស់ណាបរិភោគណាប្រើប្រាស់អញ្ចឹងយើងដើម្បីអាចនឹករលឹកដល់គ្នាជាពិសេសនៅក្នុងសង្គមសង្ឃរបស់យើងហ្នឹងគឺការចែកម្លែកនឹងឯងបច្ច័យ4តៃទានដតីយើងមានលៀបច្រើនជាងគេយើងត្រូវអនុគ្រោះអ្នកដែលអត់មានសម្បូរលៀបសក្ការៈអីណោះណាការចែកម្លែកហ្នឹងគឺជាការចងមិត្តណាព្រះពុទ្ធសាសនាពោលថាបុគ្គលអាចចងមិត្តបានអាស្រ័យការឲ្យទានអ្នកចេះឲ្យហ្នឹងគឺចងមិត្តបានណាហើយបើកំណាញ់ស្វិតស្វាញទេនាំឲ្យបែកមិត្តណាញាតិញោមទានហ្នឹងសេនេហភេសញ្ចាំងណាទានហ្នឹងគឺជាថ្នាំនាំកើតស្នេហាមច្ឆេរាំងតោសណោសថាំងកំណាញ់ហ្នឹងគឺជាវិធីសាស្ត្រដែលដើរទៅរកការឆ្លោះគ្នាមកណាគឺថាបែកមិត្តបែកបាក់អស់អញ្ចឹងសាធារណភោគីហ្នឹងគឺចែកចាយលៀបសក្ការៈអីអញ្ចឹងទៅទី5គឺសីលសមញ្ញតាបានន័យថាពោលឲ្យស្រួលស្ដាប់ឲ្យញាតិញោមស្រួលស្ដាប់ថាចរិយាការប្រព្រឹត្តរបស់យើងនេះគឺមានភាពស្មើប្រហែលគ្នាឧទាហរណ៍ថារាប់អានពុទ្ធសាសនារាប់អានដូចគ្នាមានទឹកចិត្តឲ្យទានដូចគ្នាឬក៏កិច្ចការមានប្រយោជន៍ហ្នឹងធ្វើស្តៀងគ្នាការប្រព្រឹត្តហ្នឹងដូចគ្នាអាហ្នឹងគឺអាចស្រឡាញ់គ្នាបានណាហើយចុងក្រោយនោះទី6គឺតថេសមញ្ញតាការគិតការយល់ឃើញហ្នឹងស្តៀងគ្នាសំខាន់ណាស់មនុស្សអាចធ្វើការងារជាមួយគ្នាបានទាល់តែមានការគិតដូចគ្នាដោយព្រះអង្គគ្រូរៀបចំកម្មវិធីថ្ងៃហ្នឹងសមាជិកគាត់កូនគាត់អីហ្នឹងមានកំណត់ថាអាចធ្វើអញ្ចឹងទៅកើតប្រយោជន៍សម្រាប់ក្មេងៗអីច្រើនអញ្ចឹងទៅជួយសម្រួលការលំបាកមន្ទីរពេទ្យបានមកចំណែកតូចអញ្ចឹងទៅធ្វើអញ្ចឹងទៅគឺកើតទៅជាប្រយោជន៍ហើយស្ដាប់បានទេញាតិញោមហ្នឹងហើយអញ្ចឹងគឺការគិតហ្នឹងធម៌ទាំង6យ៉ាងនេះណា6ប្រការហ្នឹងគឺជាធម៌ដែលនាំឲ្យនឹករលឹកដល់គ្នាបែកគ្នាយូរមិនក៏ដោយក៏នឹករលឹកដល់គ្នាដែររាប់សារថ្មីមកវិញអីគេទី1កាយកម្មមានមេត្តាទី2វចីកម្មមានមេត្តាទី3មនោកម្មមានមេត្តាទី4ចែកចាយនៅលៀបសក្ការៈរបស់របរទូទៅណាសាធារណភោគីទី5មានសិលប្រហែលគ្នាណាការរស់នៅចរិយាការប្រព្រឹត្តហ្នឹងដូចគ្នាហើយទី6ការយល់ឃើញស្តៀងគ្នាគឺតថេសមញ្ញតាអាហ្នឹងគឺយើងរស់នៅដូចជាអ្នកដែលបង្កើតបុណ្យស្នេហ៍អញ្ចឹងណាដូចជាមនុស្សមានមន្តស្នេហ៍ហើយមន្តស្នេហ៍ហ្នឹងហើយគឺជាគ្រឿងស្រោបទាញមនុស្សល្អចូលមកក្បែរមិនមែនស្រោបមនុស្សអាក្រក់ទេគឺស្រោបមនុស្សល្អចូលមកក្បែរស្ដាប់បានណាញាតិញោមណាសូមអនុមោទនាណាខ្ញុំកណាសូមចូលរួមធម៌មានប្រមាណប៉ុណ្ណេះប្រគល់ទៅ